ក្រឡាបញ្ជីគឺជាតួអង្គស្ងាត់ស្ងៀមក្នុងប្រព័ន្ធតុលាការតែជាអ្នកកាន់កូនសោដ៏សំខាន់បំផុតក្នុងការធានានូវភាពត្រឹមត្រូវនៃដំណើរការច្បាប់រាល់ភាគពេចន៍ចម្លើយភស្តុតាងនិងដីកាទាំងអស់សុទ្ធតែស្ថិតក្រោមការកត់ត្រានិងការទទួលខុសត្រូវរបស់ពួកគេសំណួរតើដោយរបៀបណាដែលកាតព្វកិច្ចដ៏តូចមួយរបស់ក្រឡាបញ្ជីគឺការកត់ត្រានិងការរក្សាទុកអាចក្លាយជាអំណាចដ៏ខ្លាំងក្លាក្នុងការការពារដំណើរការច្បាប់ពីកំហុសឆ្គងឬការរំលោភបំពានតើគោលការណ៍សច្ចៈនិងអត្តបៈជួយឲ្យក្រឡាបញ្ជីអនុវត្តតួនាទីជាអ្នករក្សាការពិតរបស់សំណុំរឿងដោយរបៀបណាចម្លើយ 1. ក្រឡាបញ្ជីអ្នកការពារភាពពិតនៃនីតិវិធីតួនាទីរបស់ក្រឡាបញ្ជីគឺហួសពីការអង្គុយកត់ត្រាឬរត់ឯកសារពួកគេគឺជាអ្នកដែលអនុវត្តអំណាចសុពលភាពទៅលើឯកសារច្បាប់ទាំងអស់បើគ្មានកំណត់ហេតុឬឯកសារដែលបញ្ជាក់ភាពត្រឹមត្រូវដល់ក្រឡាបញ្ជីទេនោះសេចក្តីថ្លែងការណ៍ចម្លើយសារភាពឬសូម្បីតែដីការបស់តុលាការក៏ក្លាយជាមិនមានតម្រុយស្របច្បាប់ដែរតាមរយៈកាតព្វកិច្ចដ៏តូចមួយគឺការកត់ត្រានិងការរក្សាទុកក្រឡាបញ្ជីបានក្លាយជាអំណាចដ៏ខ្លាំងក្លាក្នុងការការពារដំណើរការច្បាប់ពីកំហុសឆ្គងឬការរំលោភបំពានដោយផ្អែកលើដែនកំណត់ដែលកំណត់យ៉ាងច្បាស់ដោយក្រមនីតិវិធីព្រហ្មទណ្ឌ 2. តួនាទីតាមដំណាក់កាលនីមួយៗនិងគោលការណ៍ធម៌អប់រំអំណាចនៃការកត់ត្រានេះត្រូវបានអនុវត្តដោយផ្អែកលើគោលការណ៍ធម៌អប់រំសំខាន់ៗដូចជាសច្ចៈស្មោះត្រង់អត្តបៈខ្លាចក្រែងឬប្រុងប្រយ័ត្នតាមដំណាក់កាលនីតិវិធីដូចខាងក្រោម ក ដំណាក់កាលព្រះរាជអាជ្ញាអយការគោលការណ៍សច្ចៈតួនាទីសំខាន់ធ្វើកំណត់ហេតុស្ដាប់ចម្លើយជនជាប់សង្ស័យដើមបណ្ដឹងនិងសាក់សីក្រមការដឹកនាំរបស់ព្រះរាជអាជ្ញាមាត្រា83កថាខណ្ឌទី1ក្រមនីតិវិធីព្រហ្មទណ្ឌអំណាចអំណោងសច្ចៈភាពស្មោះត្រង់គឺជាកាតព្វកិច្ចចម្បងក្រឡាបញ្ជីត្រូវកត់ត្រារាល់ព័ត៌មានដោយស្មោះត្រង់និងត្រឹមត្រូវបំផុតដោយដែលវាត្រូវបានថ្លែងឡើងពីព្រោះកំណត់ហេតុនេះនឹងក្លាយជាភស្តុតាងដ៏មានទម្ងន់នៅមុខតុលាការបើការកត់ត្រាខុសពីការពិតឬលម្អៀងនោះជាការបំផ្លាញសុពលភាពនៃដំណើរការស៊ើបអង្កេតទាំងស្រុង ខ ដំណាក់កាលចក្រមស៊ើបសួរគោលការណ៍អត្តបៈតួនាទីសំខាន់រក្សាទុកសំណុំរឿងទទួលខុសត្រូវចំពោះការបាត់បង់សំណុំរឿងបញ្ជាក់ភាពត្រឹមត្រូវលើលិខិតចម្លងនិងបង់លេខឯកសារតាមកលប្រវត្តិមាត្រា128 129ក្រមនីតិវិធីព្រហ្មទណ្ឌអំណាចអំណងក្រឡាបញ្ជីត្រូវមានការខ្លែងក្រែងឬអត្តបៈចំពោះផលវិបាកនៃការធ្វេសប្រហែសពិសេសការបាត់បង់សំណុំរឿងឬការមិនបាត់បង់លេខឯកសារតាមកលប្រវត្តិសំណុំរឿងនីមួយៗតំណាងឲ្យជីវិតនិងសេរីភាពរបស់បុគ្គលការធ្វេសប្រហែសក្នុងការរក្សាសណ្ដាប់ធ្នាប់លេខរៀងការបរិច្ឆេទអាចនាំឲ្យមានការច្រានចោលភស្តុតាងឬការអូសបន្លាយនីតិវិធីដែលជាផលវិបាកដ៏ធ្ងន់ធ្ងរ ក ដំណាក់កាលជំនុំជម្រះគោលការណ៍វិរិយៈតួនាទីសំខាន់កត់ត្រាកំណត់ហេតុសវនកម្មតាំងពីមុនរហូតដល់ចប់និងអានកំណត់ហេតុមាត្រា322 337ក្រមនីតិវិធីព្រហ្មទណ្ឌអំណាចអំណោងក្នុងសវនកម្មក្រឡាបញ្ជីត្រូវមានការព្យាយាមឬវិរិយៈខ្ពស់បំផុតដើម្បីកត់ត្រារាល់សំណួរចម្លើយនិងគ្រប់សកម្មភាពដែលកើតឡើងឲ្យពេញលេញពីព្រោះការសវនកម្មដំណើរការលឿននិងមានបរិវេណជាច្រើនកំណត់ហេតុនេះនឹងក្លាយជាមូលដ្ឋានដ៏ត្រឹមត្រូវចំពោះបណ្ដឹងឧទ្ធរណ៍ឬសេចក្តីសម្រេចរបស់សាលាជំនុំជម្រះជាន់ខ្ពស់ 3. ឧទាហរណ៍ជាក់ស្ដែងអំណាចនៃកំណត់ហេតុស្ថានភាពក្នុងសវនកម្មមួយមេធាវីដែលការពារក្តីបានអះអាងថាកូនក្តីរបស់ខ្លួនបានបដិសេធការចោទប្រកាន់តាំងពីដើមមកបញ្ហាប្រឈមមេធាវីអះអាងផ្ទុយពីការពិតដើមតួនាទីរបស់ក្រឡាបញ្ជីត្រូវអានកំណត់ហេតុដែលបានកត់ត្រាដោយសច្ចៈនៅដំណាក់កាលអយការមាត្រា83លទ្ធផលបើកំណត់ហេតុដែលកត់ត្រាដោយក្រឡាបញ្ជីបង្ហាញថាជនជាប់សង្ស័យធ្លាប់បានសារភាពឬថ្លែងការណ៍ផ្សេងនោះកំណត់ហេតុរបស់ក្រឡាបញ្ជីជាអ្នកកាត់ក្តីលើភាពពិតនៃសេចក្តីថ្លែងការណ៍មុនអំណាចពិតប្រាកដរបស់ក្រឡាបញ្ជីគឺស្ថិតនៅក្នុងការបំពេញកាតព្វកិច្ចដោយភាពត្រឹមត្រូវនិងការទទួលខុសត្រូវ
ការគោរពគោលការណ៍សច្ចៈស្មោះត្រង់អតបៈការប្រុងប្រយ័ត្ននិងវិរិយៈធ្វើឲ្យឯកសាររបស់ពួកគេក្លាយជាអាញាធរដែលពិបាកនឹងបដិសេធបំផុតពីព្រោះពួកគេតំណាងឲ្យការកត់ត្រានីតិវិធីផ្លូវការទាំងស្រុងនិងធានានូវសុពលភាពនៃដំណើរការយុត្តិធម៌